នៅពេលណាទាំងអស់គ្នាទៅសេពាក្យ everyone ទៅសេជាប់គ្នាបែបនេះឬក៏ដាច់គ្នាបែបនេះទៅសេដាច់គ្នាអញ្ចឹងហើយខុសឬក៏ត្រូវមួយណាខុសមួយណាត្រូវអត់ខុសទាំងពីរហ្នឹងឯងគ្រាន់ថាពេលតែសេជាប់គ្នាវា meaning ផ្សេងគ្នាទៅសេដាច់អញ្ចេះមាន meaning ផ្សេងគ្នាអញ្ចឹងពេលតែសេជាប់វា meaning បែបម៉េចទៅចំពោះពេលតែសេជាប់គឺយើងសំដៅទៅលើ all people ឬក៏ everybody នៅក្នុងមួយក្រុមបើន័យសំដៅមនុស្សនៅក្នុងមួយក្រុមហ្នឹងហ្មងហ្នឹងឯងឧទាហរណ៍ everyone is happy today everyone is happy today បែរថាគ្រប់គ្នាគឺសប្បាយចិត្តថ្ងៃហ្នឹងអញ្ចឹងបានន័យថាសំដៅទៅលើ all people មនុស្សទាំងអស់គ្នាហ្មងដែលគាត់កំពុងតែសប្បាយចិត្តហ្នឹងឯង and ទោះបីជាយើងសំដៅទៅលើមនុស្សទាំងអស់គ្នា everyone គឺជា singular ហ្នឹងឯងយើងអាចនិយាយថា everyone is everyone has គឺ singular យើងអត់ដឹងចំនួនមនុស្សទេហ្នឹងឯង and everyone ទៅសេដាច់គ្នាម្ដង meaning វាបែបម៉េចគឺសំដៅទៅលើ each individual thing or person in a group បានន័យថាសំដៅទៅលើម្នាក់ៗនៅក្នុងក្រុមខុសពីនេះគឺគេសំដៅទៅលើ all people នៅក្នុងគ្រប់ហ្នឹងឯងដល់នេះម្នាក់yeah ឧទាហរណ៍ everyone of my friend came to the wedding everyone of my friend came to the wedding បានន័យថាមិត្តភ័ក្តិរបស់ខ្ញុំទៅមង្គលការហ្នឹងបានន័យថាមិត្តភ័ក្តិយើងម្នាក់ៗទៅហ្នឹងឯងបានទៅគេអត់បានសំដៅទៅលើដូច all people like នេះទេណាហ្នឹងឯង and ត្រូវចាំថាបន្ទាប់ពី everyone ពេលយើងទៅសេដាច់គ្នាបែបនេះបន្ទាប់ពីវាគឺទៅ say off ដូច everyone of my friend អញ្ចឹងណាគឺទៅ say off ហ្នឹងហើយអញ្ចឹងពីរហ្នឹងខុសគ្នាបែបហ្នឹងមួយសំដៅទៅលើ all people មួយទៀតសំដៅទៅលើ each individual thing ឬក៏ person នៅក្នុងក្រុមហ្នឹងហើយអញ្ចឹងចំពោះ everyone គឺយើងមានប៉ុណ្ណឹងមានអីឆ្ងល់អាច comment នៅខាងក្នុងវីដេអូ and bye bye